ជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់ចាស់ថ្ងៃនេះនាងខ្ញុំក៏សូមបង្ហាញអំពីចម្លាក់បុរាណខ្មែរផ្ទាំងចម្លាក់គេហៅថា statues ដែលបានបន្សល់ទុកតាំងពីសម័យមហានគរខ្មែរដ៏រុងរឿងចាអញ្ចឹងនាងខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាដែលដាក់តាំងនៅសារមន្ទីរនៅខេត្តសៀមរាបចំពោះទីនេះដែរគឺជាការតាំងនៅព្រះពុទ្ធបដិមាជាច្រើនអង្គចាហើយសិតតែជាបន្សល់ទុកនៅតាមប្រាសាទនានាតាំងពីសម័យមហានគរដ៏រុងរឿងនៃយើងម្ល៉េះចំពោះចម្លាក់បុរាណខ្មែរមាន3ប្រភេទគឺគេហៅថាចម្លាក់លឹបឬក៏ចម្លាក់រ័ក្សចម្លាក់លៀនឬក៏គេហៅថាចម្លាក់ជ្រៅនិងចម្លាក់លោតឬក៏គេហៅថាចម្លាក់ដាច់ពីជញ្ជាំងคล้ายទៅជារូបបដិមាឬសត្វចាចំពោះរូបអណ្ដើកនេះគឺជាអណ្ដើកព្រះពោធិសត្វហើយនេះគឺជាផ្ទាំងនៃសិលាចារឹកខ្មែរតាំងពីសម័យមហានគរនេះគឺជារូបព្រះអង្គប្រណិចាព្រះសម្មាសម្ពុទ្ធប្រណិជាច្រើនប្រភេទទៅតាមក្បាច់ទៅតាម style នៃសម័យកាលនីមួយចាចំពោះចម្លាក់លឹបគឺជាក្បាច់ដែលគេឆ្លាក់នៅលើផ្ទាំងថ្មលូកចូលទៅជ្រៅនៅក្នុងផ្ទៃថ្មមើលទៅមិនសូវឃើញផុសចេញពីផ្ទៃថ្មទេរីឯចម្លាក់លៀនគឺជាក្បាច់ដែលគេដាក់ឆ្លាក់លៀនចេញខ្ពស់ពីថ្មដែលគេដាប់ថ្មនឹងឲ្យជ្រៅអញ្ចឹងមើលទៅរូបចម្លាក់ហ្នឹងគឺដូចជាផុសចេញពីផ្ទាំងថ្មតែម្ដងរីឯចម្លាក់លោតវិញគឺគេឆ្លាក់រូបសត្វឬក៏មនុស្សដែលមិនជាប់នឹងជញ្ជាំងតែការឆ្លាក់ហ្នឹងគឺគេឲ្យមានការភ្ជាប់ចាគឺឲ្យមានសសរមួយទម្រឲ្យជាប់នឹងជញ្ជាំងដើម្បីការពារកុំឲ្យរូបចម្លាក់ហ្នឹងរលំចានេះគឺជារូបចម្លាក់នៃលិង្គព្រះឥសូរបន្ទាប់មកនេះគឺជារូបចម្លាក់នៃគណេសគឺជាកូនរបស់ព្រះឥសូរចំពោះរូបចម្លាក់បុរាណខ្មែរមានច្រើនប្រភេទដូចជារូបព្រះពុទ្ធរូបព្រះព្រហ្មព្រះវិស្ណុឬព្រះនរាយណ៍ព្រះសិវៈឬក៏គេហៅថាព្រះឥសូររូបសត្វការភ្ញីនិងរូបផ្សេងទៀតចម្លាក់ខ្មែរមានតួនាទីសំខាន់ពីរយ៉ាងគឺចម្លាក់សម្រាប់ធ្វើជាទីសក្ការៈបូជានិងចម្លាក់សម្រាប់លម្អចាតម្លៃនៃសិល្បៈមិនគ្រាន់តែឆ្លុះបញ្ចាំងឲ្យឃើញអំពីរបៀបរស់នៅក្នុងសង្គមប៉ុណ្ណោះទេប៉ុន្តែវាជាមធ្យោបាយនៃការបញ្ចេញសេរីភាពផ្នែកគំនិតនិងមនោសញ្ចេតនាហើយថែមទាំងជំនឿសាសនារៀងខ្លួនរបស់មនុស្សយើងម្នាក់ចំពោះសិទ្ធិសេរីភាពនៃខាងជំនឿគឺការប្រតិបត្តិការគោរពបូជាការប្រារព្ធពិធីបុណ្យផ្សេងការគោរពប្រតិបត្តិទាំងនេះមិនត្រូវឲ្យប៉ះពាល់ទៅនឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈទេឬក៏ប៉ះពាល់សិទ្ធិសេរីភាពរបស់អ្នកដទៃឡើយគឺជារូបភាពដែលគេដាក់នៅលើផ្តែរពុកម៉ែបងប្អូនចាដាក់នៅលើផ្តែរគឺថាចម្លាក់ស្អាតអត់ខ្ចោះតែម្ដងក្បាច់រចនាគួរឲ្យស្ញប់ស្ញែងណាស់ពុកម៉ែបងប្អូនអើយអូយពិតជាអស្ចារ្យមែនចាពុកម៉ែបងប្អូនរូបចម្លាក់ទាំងអស់នេះគឺបានដាក់តាំងនៅសារមន្ទីរជាតិអង្គរនៅឯខេត្តសៀមរាបសារមន្ទីរជាតិអង្គរគឺជាសារមន្ទីរបុរាណវត្ថុបុរាណដែលឧទ្ទិសនឹងការប្រមូលអភិរក្សនិងបង្ហាញវត្ថុបុរាណនាសម័យអង្គរផងដែរដើម្បីផ្ដល់ព័ត៌មាននិងអប់រំអំពីសិល្បៈនិងវប្បធម៌អរិយធម៌ខ្មែរជាមួយនឹងការប្រមូលផ្ដុំភាគច្រើនមានអាយុកាលតាំងពីសម័យអង្គរនៃអាណាចក្រខ្មែរប្រហែលជាសតវត្សទី9រហូតដល់សតវត្សទី14ចាដល់សតវត្សទី14វត្ថុបុរាណភាគច្រើនគឺត្រូវបានគេរកឃើញនៅជុំវិញរមណីយដ្ឋានអង្គរដែលនៅជិតនោះចាស់ចំពោះសារមន្ទីរនេះមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា
នៅតាមផ្លូវវាងក្រុងសៀមរាបគឺថាផ្លូវទៅខាងជើងឆ្ពោះទៅទីក្រុងបុរាណអង្គរចាពិតជាមាននៅរូបចម្លាក់កាលពីសម័យអង្គរសម័យបុរាណអង្គរដ៏រុងរឿងចាហើយពិតជាអស្ចារ្យស្អាតណាស់ចម្លាក់លៀនចម្លាក់លឹបចម្លាក់ផុសគឺថាពិតជាស្រស់ស្អាតមែនទែនទឹកដៃនៃការក្បូរក្បាច់រចនារបស់គេហៅថាវិស្វករកាលពីសម័យបុរាណនោះគឺលោកអស្ចារ្យមែនចា architecture គឺការឆ្លាក់គឺពិតជាគួរឲ្យស្ញប់ស្ញែងណាស់ពុកម៉ែបងប្អូនអញ្ចឹងយើងគួរតែមកទស្សនាមើលហើយកុំឲ្យនិយាយថាខកខានព្រោះយើងនឹងបានឃើញអំពីវត្ថុបុរាណជាច្រើនដែលយើងមិនដែលឃើញសោះដែលបានដាក់តាំងនៅសារមន្ទីរជាតិអង្គរនេះចាគឺសារមន្ទីរជាតិអង្គរនេះបើកដំណើរការតាំងពីឆ្នាំ2007ចាគ្របដណ្ដប់ទៅលើយុគសម័យមាសនៃអាណាចក្រខ្មែរដោយប្រើប្រាស់បច្ចេកវិទ្យាពហុព័ត៌មានសោតទស្សនៈសារមន្ទីរនេះគ្របដណ្ដប់ប្រវត្តិសាស្ត្រអរិយធម៌និងបេតិកភណ្ឌវប្បធម៌ខ្មែរនៅក្នុងវិចិត្រសាលចំនួន8ចាស់ក៏ប៉ុន្តែគេមិនអនុញ្ញាតឲ្យយើងថតជាវីដេអូទេគឺគេពិតជាតឹងរឹងខ្លាំងណាស់ដូច្នេះនាងខ្ញុំថតបានតែសិលឹករូបថតហើយក៏យកមកផ្គុំចូលគ្នាជាសិលឹកវីដេអូជូនពុកម៉ែបងប្អូនទស្សនាចានៅគេហៅថាចម្លាក់ដ៏អស្ចារ្យបំផុតរបស់អរិយធម៌ខ្មែរដ៏រុងរឿងនាសម័យមហានគរនៃយើងចាចំពោះរូបនេះដែរគឺជារូបស្ដេចនាគមានទម្រង់ជាច្រើនចាស្ដេចនាគគឺការបង្ហាញអំពីការកើតនៅទឹកដីខ្មែរគេហៅថាសម័យនគរភ្នំប្រថោងនាងនាគពុកម៉ែបងប្អូនយើងកុំភ្លេចថាយើងមានមាតាជានាគបិតាគឺមកពីឥណ្ឌាចាគឺប្រថោងនាសម័យនគរភ្នំចាចំពោះរូបនេះគឺជារូបស្ដេចគ្រុឌនៅលើស្ដេចនាគចាស្ដេចគ្រុឌគឺជាយានជំនិះរបស់ព្រះវិស្ណុហើយចំពោះស្ដេចនាគនោះនាងខ្ញុំគិតថាគឺតំណាងឲ្យពស់សេសៈរបស់ព្រះវិស្ណុទៅចោះព្រោះតួអង្គទាំងពីរគឺត្រូវទៅគ្នាព្រោះមានមតិមួយចំនួនគេនិយាយថាស្ដេចពស់និងស្ដេចនាគគឺមិនត្រូវគ្នាទេដោយសារតែពួកគាត់ទាំងពីរគឺជាបងប្អូនបង្កើតនឹងគ្នាចាវាមានរឿងវែងឆ្ងាយតែនាងខ្ញុំគិតថាពស់សេសៈចានាងខ្ញុំគិតថាគឺជាពស់សេសៈដែលជាធ្វើជាក្រែផ្ទុំរបស់ព្រះវិស្ណុនៅឯកណ្ដាលសមុទ្រទៅចោះអញ្ចឹងលោកទាំងពីរត្រូវគ្នាចាព្រោះជាសេនារបស់ព្រះវិស្ណុអរគុណពុកម៉ែបងប្អូននៅតាមដានទស្សនាវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ទីបញ្ចប់អរគុណច្រើនចាជួបគ្នានៅវីដេអូក្រោយៗទៀតសង្ឃឹមថាពុកម៉ែបងប្អូនពេញចិត្តនិងចូលចិត្តទស្សនានៅវីដេអូរបស់នាងខ្ញុំ